ពេលដែលទូរស័ព្ទដៃកូនសិស្សរបស់លោកគ្រូនិងអ្នកអាណាព្យាបាលជួបបញ្ហាបែបនេះអញ្ចឹងយើងទៅទស្សនាវីដេអូដំណោះស្រាយជាមួយខ្ញុំទាំងអស់គ្នាអញ្ចឹងជំហានដំបូងលោកគ្រូអ្នកគ្រូត្រូវចាក់ចេញពី PLP ទាំងអស់គ្នាសិនបាទអញ្ចឹងនៅចាក់ចេញពី PLP លោកគ្រូអ្នកគ្រូចូលមកកាន់ Coco Chrome ដូចខ្ញុំបានបង្ហាញបាទបន្ទាប់មកទៀតលោកគ្រូអ្នកគ្រូចុចពាក្យថា Tray 3ចុចពាក្យ Tray 3តមកទៀតលោកគ្រូអ្នកគ្រូមើលពីលើរហូតដល់ក្រោមដូចខ្ញុំគូសញ្ញាហើយយកភាសាអង់គ្លេសពាក្យថា setting ណាចឹងដល់ពេលដែលយើងចុចពាក្យ setting ហើយលោកគ្រូអ្នកគ្រូអូមកក្រោមបាទរកពាក្យមួយទៀតដែលជាភាសាអង់គ្លេសដូចខ្ញុំបានបង្ហាញដែរ size setting ចឹងលោកគ្រូអ្នកគ្រូចុចពាក្យថា size setting ណាបាទចឹងនៅពេលដែលលោកគ្រូអ្នកគ្រូចុចពាក្យ size setting ហើយលោកគ្រូរាប់ពីលេខ1រហូតដល់លេខ2លេខ3ចឹងលោកគ្រូអ្នកគ្រូចុចពាក្យថាកាមេរ៉ាបាទចឹងនៅពេលដែលលោកគ្រូអ្នកគ្រូចុចពាក្យថាកាមេរ៉ាលោកគ្រូអ្នកគ្រូនឹងឃើញណាឃើញបែបនេះចឹងបានន័យថាកាមេរ៉ារបស់លោកគ្រូអ្នកគ្រូសម្រាប់ការ scan នឹងបានបិទបណ្ដៃនេះគឺដោយសារយើងចុចយក tick ខាងក្រោមបើយើង tick ខាងលើបានយើងអាច scan បានណាលោកគ្រូអ្នកគ្រូចឹងលោកគ្រូអ្នកគ្រូចុច tick មកខាងលើមកបាទប៉ុណ្្នឹងជាការស្រេចណាបាទចុចតែប៉ុណ្្នឹងជាការស្រេចកុំឲ្យចុចបើយើងចុចយកខាងក្រោមនេះបានន័យថាកាមេរ៉ារបស់យើងមិនអាច scan បានទេ QR code ក្នុងការចូលប្រឡង PLP អញ្ចឹងលោកគ្រូចុចខាងលើណាបាទចុចខាងលើហើយលោកគ្រូអ្នកគ្រូចាក់ចេញមកបាទយើងត្រឡប់ក្រោយវិញហើយចាក់ចេញមកកម្មវិធី PLP របស់យើងបាទអញ្ចឹងយើងចាក់ចេញកម្មវិធី PLP របស់យើងចូល PLP មកទើបមកលោកគ្រូអ្នកគ្រូចុចខ្វែងហើយយើង refresh វាមួយមកហើយយើងចុចពាក្យថា scan បាទតើពីចុចពាក្យថា scan ហើយលោកគ្រូអ្នកគ្រូចុចពាក្យថានេះ allow this time បាទនេះគេចុចពាក្យ allow only មួយមកបាទដល់ពេលនេះលោកគ្រូអ្នកគ្រូនឹង scan បានហើយបាទលោកគ្រូអ្នកគ្រូឃើញអញ្ចឹងបញ្ហាដំបូងរបស់លោកគ្រូអ្នកគ្រូហ្នឹងគឺចូលទៅបើកកាមេរ៉ាណាបញ្ជាក់ម្ដងទៀតដើម្បីចូលទៅបើកកាមេរ៉ាបានលោកគ្រូអ្នកគ្រូចូលទៅ Google Chrome បាទចូល Google Chrome ចុច Tray 3ចុច setting បន្តមកទៀតលោកគ្រូអ្នកគ្រូយកពាក្យថា size setting បន្តមកទៀតលោកគ្រូអ្នកគ្រូរើសពាក្យថាអីបាទកាមេរ៉ាណាបាទកាមេរ៉ាបាទកាមេរ៉ាឃើញលោកគ្រូបើឃើញបែបនេះយើងត្រូវចុចដោះយកឲ្យលើណាបាទដោះយកលើមកដើម្បីឲ្យយើងធ្វើការ scan បានណាអញ្ចឹងទូរស័ព្ទកូនសិស្សរបស់លោកគ្រូមួយចំនួនអ្នកអាណាព្យាបាលមួយចំនួនឃើញ comment សួរ chat សួរក្នុង group បាទគឺបញ្ហាបែបហ្នឹងណាលោកគ្រូអាចដោះស្រាយជូនគាត់បានឲ្យមើលពីរបៀបនីមួយណាបាទអញ្ចឹងបើមានចម្ងល់អីអាច comment សួរជាបន្តទៀតណាអញ្ចឹងវីដេអូមួយនេះគឺមានតែប៉ុណ្្នឹងទេទាក់ទងនឹងការបើកកាមេរ៉ាឲ្យ scan ក្នុងបើកកាមេរ៉ាដើម្បី scan QR code ក្នុងថ្នាល PLP ដើម្បីប្រឡងប្រចាំខែមិថុនាឬក៏ប្រឡងឆុងមាសឬក៏ចូលរៀនអីគឺយើងបើមានបញ្ហា scan មិនបានលោកគ្រូអ្នកគ្រូចូលកន្លែងហ្នឹងណាអរគុណច្រើនអញ្ចឹងយើងជួបគ្នានៅវីដេអូបន្តទៀត